ចាសួស្តីថ្ងៃនេះយើងមកទស្សនានៅក្នុងប្រាសាទព្រះខ័នណាអ្នកនរគ្នាចាតើអ្នកនរគ្នាចង់ដឹងថានៅក្នុងប្រាសាទព្រះខ័នហ្នឹងមានអីគេខ្លះតោះយើងទៅមើលទាំងអស់គ្នាចានេះយើងកំពុងតែដើរចូលទៅក្នុងប្រាសាទណាអ្នកនរគ្នាចាពេលដែលយើងចូលទៅដល់ក្នុងប្រាសាទដំបូងគេគឺមានទីសក្ការៈកន្លែងកណ្ដាលនេះដើម្បីឲ្យយើងគោរពណាអ្នកនរគ្នាអោនគោរពចាពេលដែលយើងអោនគោរពហើយបានយើងដើរទៅបន្តទៀតអ្នកទាំងអស់គ្នាចានេះធ្វើដើម្បីអ្នកចូលមកពីថ្ងៃហ្នឹងណាពីឲ្យអន្តរប់ចាទី1អ្វីដែលសំខាន់អ្នកទាំងអស់គ្នាដឹងថានេះរូបអប្សរាគេអត់អ្នកទាំងអស់គ្នាចានេះគឺរូបអប្សរាកាន់កញ្ចក់អ្នកទាំងអស់គ្នាមានតែមួយទេចាដោយសារតែកាយគាត់បានប្រាប់ថាអញ្ចឹងអ្នកទាំងអស់គ្នាចាសម្រាប់ចំណុចទី2វិញគឺព្រះនាងឥន្ទ្រទេវីអ្នកទាំងអស់គ្នាចានេះយើងទៅរកផ្លូវដើម្បីទៅឃើញព្រះនាងឥន្ទ្រទេវីអ្នកទាំងអស់គ្នាចាគេមានកន្លែងអុជធូបដើម្បីឲ្យយើងគោរពចំពោះព្រះនាងអ្នកទាំងអស់គ្នាចានេះនៅខាងឆ្វេងដៃអ្នកទាំងអស់គ្នានេះស្រាប់អុជធូបមួយហើយយើងដើរទៅមុខបន្តិចយើងនឹងឃើញព្រះនាងឥន្ទ្រទេវីឯងប៉ុន្តែខ្ញុំភ្លេចថតអ្នកទាំងអស់គ្នាចាហើយអានេះសារ៉ាប់នេះវិញគឺយើងដើរទៅរកមច្ឆាចាដែលគេតែងតែនិយាយថា live hurt មច្ឆាហៀលអ្នកទាំងអស់គ្នាចានេះយើងបានមកដល់ហើយចាអ្នកទាំងអស់គ្នាមើលទេសភាពមិនដែរស្អាតអត់ទៅដល់ហើយពិតជាត្រជាក់ចិត្តមែនទែនដែលបានទៅឃើញប្រាសាទព្រះខ័នហ្នឹងអ្នកទាំងអស់គ្នាអរគុណ